មន្ត្រីសុខាភិបាលប្រាប់ពលរដ្ឋឲ្យប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺស៊ីតាកូស៊ីព្រោះវាអាចប៉ះពាល់ដល់អាយុជីវិតលោកលីសវណ្ណប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលប្រាប់ពលរដ្ឋឲ្យប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺស៊ីតាកូស៊ីជាពិសេសអ្នកដែលធ្វើការងារពាក់ព័ន្ធទៅនឹងការចិញ្ចឹមសត្វបក្សីព្រោះជំងឺនេះអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនិងអាចប៉ះពាល់ដល់អាយុជីវិតបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី11ខែកុម្ភៈឆ្នាំ2026នេះលោកលីសវណ្ណបានបញ្ជាក់ថាកម្ពុជាមិនដែលមានការរកឃើញជំងឺស៊ីតាកូស៊ីនោះទេប៉ុន្តែដោយសារមានការឆ្លងជំងឺនេះនៅក្នុងប្រទេសជិតខាងដូច្នេះលោកសូមឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នជានិច្ចជាពិសេសអ្នកដែលធ្វើការងារពាក់ព័ន្ធទៅនឹងការចិញ្ចឹមសត្វបក្សីឬអ្នកដែលនៅគៀកបោយសត្វតាឃាតបក្សីត្រូវមានការប្រុងប្រយ័ត្នខ្ពស់ដែលត្រូវពាក់ម៉ាស់ស្រោមដៃនិងអាវការពារហើយក្រោយពីធ្វើការងារទាំងនោះរួចត្រូវតែលាងដៃនិងសម្ភារៈជាមួយសាប៊ូនិងទឹកព្រមទាំងលាងសម្អាតខ្លួនមុននឹងទៅជួបជាមួយគ្រួសារឬសហគមន៍ដទៃទៀតលោកបានសង្កត់ធ្ងន់ថាត្បិតថាជំងឺនេះជាជំងឺដែលកម្រប៉ុន្តែបើសិនជាឆ្លងគឺធ្ងន់ធ្ងរហើយអាចប៉ះពាល់ដល់អាយុជីវិតរបស់អ្នកជំងឺលោកបន្តថាអ្នកដែលប៉ះពាល់សត្វព្រៃដូចជាសត្វត្រចៀកកម្មក៏ត្រូវតែប្រុងប្រយ័ត្នដូចគ្នាហើយក្នុងករណីរកឃើញមានរោគសញ្ញាគ្រុនក្តៅឈឺកក្អកហត់ឬសន្លឹមត្រូវទៅពិគ្រោះជំងឺនៅឯមន្ទីរពេទ្យជាបន្ទាន់ដើម្បីកំណត់អត្តសញ្ញាណមេរោគដែលបង្កឲ្យមានជំងឺនេះហើយកម្ពុជាក៏មានមន្ទីរពិសោធន៍សម្រាប់ធ្វើតេស្តរោគអត្តសញ្ញាណមេរោគប្រភេទនេះរួមទាំងឱសថសម្រាប់ព្យាបាលផងដែរប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរូបនេះបានឲ្យដឹងទៀតថាក្រសួងសុខាភិបាលកំពុងបន្តតាមដានស្ថានភាពជំងឺនេះតាមរយៈប្រព័ន្ធតាមដាននិងបានពង្រឹងសមត្ថភាពដល់មន្ត្រីជំនាញក្នុងការបង្កើនការទប់ស្កាត់និងព្យាបាលឲ្យទាន់ពេលវេលាក្នុងករណីពលរដ្ឋឃើញមានករណីសង្ស័យឬកន្លែងណាមួយដែលមានក្តៅខ្លួនកើតជាបណ្ដុំសូមរាយការណ៍ជាបន្ទាន់ទៅកាន់លេខ115ដោយឥតគិតថ្លៃបើតាមក្រសួងសុខាភិបាលជំងឺស៊ីតាកូស៊ីគឺជាជំងឺដ៏កម្រមួយបង្កដោយបាក់តេរីឈ្មោះ Chlamydia psittacal ដែលជាទូទៅបង្កជំងឺលើសត្វស្លាបដូចជាសេកព្រាបមាន់និងសត្វផ្សេងៗទៀតទាំងសត្វចិញ្ចឹមនិងសត្វព្រៃមនុស្សអាចឆ្លងជំងឺនេះតាមរយៈការដកដង្ហើមស្រូបធូលីពីលាមកស្ងួតត្រង់បក្សីទឹករំអិលឬខ្យល់ដែលមានកាកសំណល់រោមសត្វឬសំណើមផ្លូវដង្ហើមពីសត្វបក្សីដែលមានមេរោគការប៉ះពាល់ផ្ទាល់ដូចជាថើបសត្វស្លាបឬប៉ះរោមលាមកឬជាលេការរបស់សត្វស្លាបដែលឆ្លងមេរោគទាំងសត្វស្លាបស្រុកនិងសត្វស្លាបព្រៃ